ផ្លែសោះលោកថមមីគឹមសុំទោសអ្នកគាំទ្របែបនេះទៅដល់2 ដងព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official ដំណើរការដឹកនាំកីឡាករគុនខ្មែរចេញទៅប្រកួតនៅឯប្រទេសអូស្ត្រាលីលើកនេះមិនសូវជាកាក់កបប៉ុន្មាននោះទេអ្នកលេងរទេះជើងមុខសេតចម្រើនគុនខ្មែរធ្វើបានល្អមែនតែនកាលពីយប់មិញនេះប៉ុន្តែលទ្ធផលបានត្រឹមតែសោកស្ដាយគឺចាញ់បន្ទុកម្ចាស់ផ្ទះអូស្ត្រាលី James Costin រីឯគីងកុងពិឃាតសាន់គុនខ្មែរទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរគឺស្លាប់ក្រោមធ្វើជើងរបស់កីឡាករថៃខាក់ស៊ីងលេកត្រឹមតែទឹកទី1បន្ទាប់ពីបរាជ័យទាំងពីររូបស្រាប់តែបងប្រុសថមមីគឹមបានបង្ហោះសារសំទោសអ្នកគាំទ្របែបនេះថាបង្ហោះសារលើកទី1សុំទោសផងចម្រើនគុនខ្មែរធ្វើបានល្អណាស់បន្ទុកប្រផិតប្រផោយគ្នាតែដោយសារចម្រើនគុនខ្មែរទើបធ្វើឲ្យចាញ់បង្ហោះសារលើកទី2ក្នុងនាមខ្ញុំដឹកនាំកីឡាករសូមអភ័យទោសជាលើកទី2ដែលការដឹកនាំរបស់ខ្ញុំមិនបានល្អជាមេរៀនសម្រាប់កីឡាករដើមទឹកគឺត្រូវប្រុងប្រយ័ត្នជានិច្ចដួលកន្លែងណាងើបកន្លែងហ្នឹងមួយផ្លែសោះបងប្រុសថមមីគឹមសុំទោសអ្នកគាំទ្រទៅដល់2 ដងមិនខុសនោះទេកីឡាករ2 រូបគាត់សុំទោស2 ដងតែម្ដងចំពោះអ្នកគាំទ្របងប្រុសថមមីគឹមធ្វើបានល្អបំផុតចាញ់ឈ្នះគឺជាមេរៀនចាញ់ទើបដឹងពីចំណុចខ្សោយរបស់ខ្លួនចាញ់ទើបដឹងពីសមត្ថភាពរបស់ខ្លួនបន្ថែមពីលើនោះមានអ្នកគាំទ្រជាច្រើនខមមិនលើកទឹកចិត្តបងប្រុសថមមីគឹមនិងលើកទឹកចិត្តគាត់ឲ្យនៅតែបន្តដឹកនាំកីឡាករចេញទៅប្រកួតនៅក្រៅប្រទេសជាបន្តទីតើប្រិយមិត្តមានពាក្យពេចន៍អ្វីលើកទឹកចិត្តបងប្រុសថមមីគឹមលើកទឹកចិត្តកីឡាករទាំង2 រូបនិងលោកគ្រូខឹមជាតិដែរឬទេអាចបញ្ចេញមតិនៅក្នុងវីដេអូរបស់ខ្ញុំបាទសូមអរគុណ